ទំនុកចិត្តរយៈពេលវែងមេរៀនរបស់រាហាប់អំពីប្រតិបត្តិការនៃជំនឿនៅក្នុងពិភពលោកបច្ចុប្បន្នដែលគ្មានអ្វីច្បាស់លាស់ការទុកចិត្តនរណាម្នាក់ទាំងស្រុងគឺជាការងារដ៏លំបាកមួយសូមលើកយកពិភពជំនួញមកធ្វើជាឧទាហរណ៍តើក្រុមហ៊ុនសម័យទំនើបដែលជោគជ័យផ្ដល់អាទិភាពដល់អ្វីជាងគេនៅពេលបង្កើតភាពជាដៃគូនោះគឺទំនុកចិត្តរយៈពេលវែង long term trust ប្រតិបត្តិការរយៈពេលខ្លីដែលផ្ដោតតែលើប្រាក់ចំណេញភ្លាមគឺច្បាស់ជាដួលរលំយ៉ាងឆាប់រហ័សទោះជាយ៉ាងណាក៏ដោយភាពជាដៃគូដែលផ្អែកលើការបដិញ្ញាចិត្តយ៉ាងមុតមាំថាយើងនឹងការពារគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈទាំងអស់និងបង្ហាញពីអំណាចពិតប្រាកដរបស់វានៅពេលមានវិបត្តិរាហាប់គឺជាស្ត្រីម្នាក់ដែលបានសាក់លបងប្រតិបត្តិការនៃទំនុកចិត្តដោយភ្នាល់នឹងជីវិតនេះបន្ទាប់ពីបានលាក់ខ្លួនអ្នកស៊ើបការអ៊ីស្រាអែលរាហាប់មានអារម្មណ៍ថាកំពែងក្រុងយេរីខូនឹងរលំក្នុងពេលឆាប់នេះនាងបានធ្វើសំណើទៅកាន់អ្នកស៊ើបការថាដូច្នេះសូមស្បត់នឹងខ្ញុំដោយនៅព្រះនាមព្រះម្ចាស់ថាដោយព្រោះខ្ញុំបានសញ្ញាចិត្ត Hes និងអ្នករាល់គ្នានោះអ្នករាល់គ្នាក៏នឹងសញ្ញាចិត្តនឹងគ្រួសារខ្ញុំដែរយ៉ូស្វេ 2:12 នៅក្នុងវប្បធម៌សម័យបុរាណការស្បត់គឺជាបទដ្ឋានសង្គមដ៏វិសុទ្ធដែលមនុស្សម្នាក់ត្រូវតែរក្សាទុកទោះបីជាត្រូវបាត់បង់ជីវិតក៏ដោយការការពារគ្រួសារគឺជាតម្លៃដែលត្រូវផ្ដល់អាទិភាពលើសពីអ្វីទាំងអស់រាហាប់កំពុងបង្កើតទំនាក់ទំនងនៃទំនុកចិត្តទៅវិញទៅមកដោយយកជីវិតរបស់ពួកគេធ្វើជាវត្ថុបញ្ចាំមិត្តភ័ក្តិទាំងឡាយរឿងរ៉ាវរបស់រាហាប់គឺជាការបង្ហាញជាមុនដ៏អស្ចារ្យនៃទំនាក់ទំនងរវាងយើងនិងព្រះជាម្ចាស់ជីវិតរបស់យើងមិនស្ថិតស្ថេរដូចជីវិតរបស់រាហាប់ដែរសុខភាពហិរញ្ញវត្ថុទំនាក់ទំនងយើងរស់នៅក្នុងពិភពលោកដែលដូចជាកំពែងក្រុងយេរីខូដែលអាចចូលលំនៅពេលណាក៏បាននៅពេលបែបនេះព្រះជាម្ចាស់បង្ហាញយើងនូវកិច្ចសន្យាដែលគួរឲ្យទុកចិត្តបំផុតក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទការសោយទិវង្គតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងគឺជាកិច្ចសន្យាដែលសរសេរដោយលោហិតដែលព្រះជាម្ចាស់មានបន្ទូលថាយើងនឹងជួយសង្គ្រោះអ្នកជាមិនខានហើយការមានប្រជញ្ញរស់ឡើងវិញរបស់ព្រះអង្គគឺជាសាច់ធានា guaranteed kick នៃទំនុកចិត្តរយៈពេលវែងដែលបង្ហាញថាកិច្ចសន្យានោះនៅតែមានសុពលភាពហើយនឹងមិនផ្លាស់ប្ដូរឡើយថ្ងៃនេះហេតុអ្វីបានជាអ្នកមិនប្រឡែងខ្សែជីវិតដែលមិនស្ថិតស្ថេររបស់អ្នកហើយប្រគល់ខ្លួនអ្នកទៅក្នុងព្រះយេស៊ូវគ្រីស្ទដែលជាទំនាក់ទំនងនៃទំនុកចិត្តដ៏មានសុវត្ថិភាពបំផុត